បាទជំរាបសួរពុកម៉ែបងប្អូនបើសិនជាកម្ពុជាយើងទិញយន្តហោះចម្បាំង J10C ចំនួន10គ្រឿងតើអស់លុយចំនួនប៉ុន្មានដែរដើម្បីស្វែងយល់ឲ្យបានកាន់តែច្បាស់សូមពុកម៉ែបងប្អូនតាមដានវីដេអូនេះជាមួយនឹងខ្ញុំទាំងអស់គ្នាយន្តហោះចម្បាំង Chengdu J10C គឺជាយន្តហោះចម្បាំងបំពាក់ដោយម៉ាស៊ីនប្រភេទ Multi-role អាចប្រើប្រយុទ្ធលើអាកាសនិងលើដីបានយ៉ាងល្អផងដែរដែលផលិតដោយក្រុមហ៊ុន Chengdu Aircraft Corporation នៃប្រទេសចិនបាទបងប្អូនយន្តហោះចម្បាំង Chengdu J10C វាមានលក្ខណៈពិសេសជាច្រើនបំពាក់ដោយរ៉ាដាទំនើបនិងឧបករណ៍អាវុធទំនើបផងដែរតម្លៃល្អនៅទីផ្សារនាំចេញជាងយន្តហោះតម្លៃខ្ពស់ពីសហរដ្ឋអាមេរិកឬអឺរ៉ុបជាដើមបើសិនជាកម្ពុជាយើងចរចាជាមួយនឹងចិនចង់ទិញយន្តហោះចម្បាំង Chengdu J10C ចំនួន10គ្រឿងតើអស់លុយជាតិប៉ុន្មានការទិញយន្តហោះចម្បាំង Chengdu J10C គឺដើម្បីពង្រឹងសមត្ថភាពការពារជាតិឬទប់ស្កាត់សត្រូវនៅលើអាកាស J10C អាចជាជម្រើសតែមួយរបស់កម្ពុជាយើងព្រោះថាវាមានសមត្ថភាពខ្លាំងនិងតម្លៃក៏សមរម្យជាងគេផងដែរសម្រាប់កម្ពុជាយើង Chengdu J10C គឺស័ក្តិសមបំផុតបាទបងប្អូនកាលពីប្រមាណឆ្នាំមុនរដ្ឋាភិបាលរបស់យើងក៏បានបញ្ជូនpilotជាច្រើនផងដែរដើម្បីទៅវឹកហាត់រៀនបើកបរយន្តហោះចម្បាំង Chengdu J10C ពីប្រទេសចិនផងដែរនេះគឺជាសញ្ញាបញ្ជាក់ថាបើសិនជាកម្ពុជាគ្មានបំណងអភិវឌ្ឍកងទ័ពអាកាសរបស់ខ្លួននោះគឺកម្ពុជាមិនបញ្ជូន pilot ឲ្យទៅរៀនបើកបរពីប្រទេសចិននោះទេអ្វីដែលពិសេសជាងនេះទៅទៀតនោះបងប្អូនគឺ pilot របស់យើងដែលបានបញ្ជូនទៅនោះគឺបានរៀនបើកបរយន្តហោះចម្បាំង Chengdu J10C ផ្ទាល់តែម្ដងសម្រាប់ប្រទេសកម្ពុជាយើង Chengdu J10C គឺស័ក្តិសមបំផុតទោះបីជាចំនួន10គ្រឿងតិចតួចក៏ដោយប៉ុន្តែចំនួននេះគឺអាចធ្វើឲ្យសត្រូវប្រទេសជិតខាងមានការភ័យខ្លាចផងដែរដោយមិនហ៊ានចេះតែឈ្លានពានបានដោយលើកមុនទៀតនោះទេកាលណាយើងមានកងទ័ពអាកាសគឺអាចហោះហើរបានយ៉ាងឆាប់រហ័សផងដែរហេតុផលទាំងនេះហើយដែលធ្វើឲ្យសត្រូវជិតខាងឬក៏ប្រទេសថៃមានការខ្លាចកម្ពុជាយើងដោយមិនហ៊ានឈ្លានពានកម្ពុជាយើងតទៅទៀតនោះទេបាទបងប្អូនតម្លៃរបស់យន្តហោះ Chengdu J10C ត្រូវបានប៉ានស្មានប្រហែលនៅតម្លៃ50លានទៅ60លានដុល្លារក្នុងមួយគ្រឿងបើសិនជាយើងមានទំនាក់ទំនងល្អជាមួយនឹងប្រទេសចិននោះការលក់យន្តហោះចម្បាំង Chengdu J10C មកឲ្យកម្ពុជាយើងគឺកាន់តែងាយស្រួលផងដែរអាចថាតម្លៃក្រោម50លានទៅ60លានផងបងប្អូនតម្លៃប៉ានស្មានប្រហែលជា40លានទៅ50លានប៉ុណ្ណោះសម្រាប់មួយគ្រឿងបើសិនជាយើងទិញច្រើនគ្រឿងឬក៏យើងមានទំនាក់ទំនងជិតស្និទ្ធជាមួយចិនស្រាប់ផងដែរជាធម្មតាបងប្អូនបើសិនជាយើងទិញហើយបូករួមបញ្ចូលជាមួយនឹងបច្ចេកទេសទំនើបតម្លៃប្រហែលជា70លានទៅ80លានឯណោះបងប្អូនសម្រាប់មួយគ្រឿងបាទបងប្អូនបើសិនជាយើងទិញយន្តហោះចម្បាំង J10C ចំនួន10គ្រឿងតម្លៃប្រហែលជា50លានគុណនឹង10គឺស្មើនឹង500លានដុល្លារបងប្អូននេះគឺជាតម្លៃសមរម្យ10គ្រឿងគឺ500លានដុល្លារបើសិនជាបូកបញ្ចូលជាមួយនឹងបច្ចេកទេសនានានិងការបណ្ដុះបណ្ដាលផ្សេងតម្លៃប្រហែលជា70លានទៅ80លានក្នុងមួយគ្រឿងបងប្អូនបើសិនជា10គ្រឿងគឺ800លានឬក៏700លានប៉ុណ្ណោះបាទបងប្អូនបើសិនជាកម្ពុជាយើងមានយន្តហោះចម្បាំង Chengdu
J14 ពីប្រទេសចិនចំនួន10គ្រឿងមែននោះគឺវាពិតជាល្អខ្លាំងមែនទែនខ្ញុំផ្ទាល់ឬក៏ពុកម៉ែបងប្អូនកម្ពុជាទូទាំងប្រទេសតែងតែសង្ឃឹមថាកម្ពុជាយើងនឹងមានយន្តហោះចម្បាំងទំនើបមកប្រើប្រាស់ក្នុងវិស័យការពារជាតិរបស់ខ្លួនបានឆាប់ផងដែរដូចយើងឃើញស្រាប់ហើយបងប្អូនប្រទេសថៃតែងតែរករឿងយើងពីមួយថ្ងៃទៅមួយថ្ងៃនេះដោយសារតែយើងគ្មានកងទ័ពអាកាសរឹងមាំដូចជាប្រទេសថៃក្នុងសង្គ្រាម5ថ្ងៃថៃបានប្រើប្រាស់កងទ័ពអាកាសដោយប្រើយន្តហោះចម្បាំងជាច្រើនគ្រឿងវាយប្រហារមកលើកងទ័ពរបស់យើងដែលធ្វើឲ្យបាត់បង់ជីវិតទាហានយើងអស់ជាច្រើនអ្នកផងដែរដូច្នេះហើយបើសិនជាថៃចង់បង្កសង្គ្រាមលើកក្រោយទៀតនោះកម្ពុជាយើងនឹងមានយន្តហោះចម្បាំងទប់ទល់ជាមួយនឹងថៃដោយមិនអាចឲ្យថៃធ្វើតាមតែអំពើចិត្តបាននោះទេដាច់ខាតកម្ពុជាយើងត្រូវតែមានយន្តហោះចម្បាំងមិនថាយន្តហោះចម្បាំង Chengdu J14 ឬក៏យន្តហោះចម្បាំងប្រភេទអ្វីផ្សេងនោះទេគឺកម្ពុជាត្រូវតែមានជានិច្ចដើម្បីពង្រឹងសមត្ថភាពរបស់កងទ័ពអាកាសរបស់យើងខ្ញុំជឿថាកម្ពុជារបស់យើងគឺមានសមត្ថភាពគ្រប់គ្រាន់ក្នុងការចរចាទិញយន្តហោះចម្បាំងពីប្រទេសសម្ព័ន្ធមិត្តរបស់យើងជាច្រើនមិនថាចិនឬក៏រុស្ស៊ីឬក៏សហរដ្ឋអាមេរិកនោះទេកម្ពុជាយើងសុទ្ធតែអាចចរចាទិញយកមកប្រើប្រាស់បានគ្រប់ទាំងអស់បាទបងប្អូនបើយើងក៏លេចទៅមើលប្រទេសជិតខាងរបស់យើងដូចជាឡាវវៀតណាមនិងថៃគឺគេសុទ្ធតែមានយន្តហោះចម្បាំងជាច្រើនគ្រឿងអស់ហើយបងប្អូននៅឡើយតែយើងនោះទេនៅមិនទាន់មានយន្តហោះប្រើប្រាស់ទំនើបដូចជាគេនោះឡើយបើប្រៀបធៀបសេដ្ឋកិច្ចរបស់យើងគឺល្អជាងឡាវឆ្ងាយណាស់ប៉ុន្តែឡាវមានយន្តហោះចម្បាំងជាច្រើនគ្រឿងផងដែរខ្ញុំជឿថានៅឆ្នាំ2026រដ្ឋាភិបាលរបស់យើងនឹងគិតគូររឿងនេះជាមិនខានប៉ុន្តែបច្ចុប្បន្ននេះទោះបីជាកម្ពុជាយើងមិនទាន់មានយន្តហោះចម្បាំងទំនើបក៏ដោយក៏កងទ័ពរបស់កម្ពុជាយើងរឹងមាំខ្លាំងក្លាផងដែរកម្ពុជាយើងមានប្រព័ន្ធបាញ់គ្រាប់រ៉ុកែតជាច្រើនរយច្រើនពាន់គ្រឿងផងដែរដែលធ្វើឲ្យថៃបាក់ស្បាតម្ដងហើយម្ដងទៀតចាប់តាំងពីឆ្នាំ2008រហូតមកដល់ឆ្នាំ2025យើងនេះផងដែរទោះបីជាយើងមិនមានយន្តហោះចម្បាំងក៏ប៉ុន្តែកម្ពុជាយើងនៅតែរឹងមាំនិងអាចទប់ទល់ជាមួយប្រទេសថៃបានដោយមិនខ្លាចញញើតនោះឡើយ